ចបានជនបរទេស290នាក់ដែលស្នាក់នៅនឹងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុសមត្ថកិច្ចចុះឃុំខ្លួនជនបរទេសចំនួន290នាក់បន្ទាប់ពីមានការផ្ទុះការតវ៉ារវាងក្រុមជនជាតិប៉ាគីស្ថាននិងបង់ក្លាដេសប្រឆាំងនឹងជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍នៅកន្លែងធ្វើការនៅក្នុងក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី4ឈានចូលថ្ងៃទី5ខែតុលាឆ្នាំ2025នៅថ្ងៃទី6ខែតុលាឆ្នាំ2025ឧត្តមស្នេហ៍ឯកសរដ្ឋាអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុនិងតំណាងអយការអមសាលាដំបងខេត្តព្រះសីហនុបានរកឃើញនិងគ្រប់ខ្លួនជនបរទេសចំនួន290នាក់រួមមានជនជាតិប៉ាគីស្ថាន216នាក់បង់ក្លាដេស68នាក់និងនេប៉ាល់6នាក់ពាក់ព័ន្ធករណីស្នាក់នៅនិងធ្វើការដោយខុសច្បាប់នៅកម្ពុជាបើតាមស្នងការខេត្តព្រះសីហនុបច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែមដើម្បីចាត់ការតាមនីតិវិធី